ខ្ញុំឈ្មោះឡៃលន់នៅភូមិខេត្តពោធិ៍ត្បូងកាលពីមុនខ្ញុំឈឺស្លាក់ស៊ីស្លាក់ក្បាលជង្គង់ហើមក្បាលជង្គង់ដល់ទៅពេទ្យថាស្លាក់តទៅជាបាលស្លាក់សិនដល់ជាបាលអត់ចោលអត់ជាដល់ពេលនេះខ្ញុំថានឹងទៅរកឆ្នាំណានេះខ្ញុំប្រើអស់ច្រើនក្រុមហ៊ុនដែរហើយបិទបាត់ជើងក៏មានឆ្នាំអីក៏មានចង់ចាញ់ដល់បងថាអូនឯងទៅចាំបងឲ្យក្រុមហ៊ុនគេយកឆ្នាំមកឲ្យអញ្ចឹងសាកមើលដល់ពេលនេះបងខ្ញុំក៏យកមកឲ្យដាក់ដល់ប្រហែលហើយមួយអាទិត្យចុះដើរហៅឲ្យជង្គង់យ៉ាងបាត់ជើងក៏បាត់100ឈឺអាពោះកែងជើងនេះកលាក់ជើងដល់ពេលហ្នឹងខ្ញុំក៏បងខ្ញុំទៅឆ្នាំមកឲ្យក៏ដាក់បានប្រហែលដល់មួយអាទិត្យផងទៅដើរប្រយគេអ្នកចិត្តខាងថាអីអញជឿឯងបាត់ជើងចិត្តហ្នឹងឯងមកបានអីបានក៏ថាបានដើរម្លេះខ្ញុំបានឆ្នាំក្រុមហ៊ុនខ្ញុំឈឺ2ឆ្នាំហើយបើទីតិចមុំមកដល់ពេលទុកយើងទុកយូរទៅរត់ឆ្នាំវាមិនចេះជល់ដល់ពេលនេះវាហើមទៅបងថាគាត់យកឆ្នាំមកឲ្យហ្នឹងឯងវាឈឺវាចុកកពួនជើងហើយហៅបាយគង់ចុះទៅណារួចទេនៅតែលើក្រែនៅបាយនៅតែលើក្រែប្រើបានតែមកវាដើរបានយើងគឺថាវាពេញចិត្តណាយើងចំទៅណាក៏បានទៅណាក៏បានអាកាលមិនគាត់បានប្រើហ្នឹងដើរទៅណាមកធុញ